រៀបចំកន្លែងបន្ទប់ទឹកចាស់ឲ្យទៅជាកន្លែងសម្រាប់អង្គុយលេងនេះជាងបន្ទប់ទឹកខ្ញុំយកមកដាក់ធ្វើជាដើរចូលហើយនឹងជាដើរឡើងកញ្ចុះអ្នកចិត្តខាងឃើញខ្ញុំទិញកញ្ចុះគាត់មកជួយណែនាំសັບកន្លោះកលៀតហ្មងជួយតថ្លៃទៀតកញ្ចុះឃើញទូចប៉ុណ្ណឹងពេលលើកចុះមកគ្នា10-15នាក់លើកអត់ចង់រួចម្នាក់ឡើងចង់ស្រន់ចកេះអស់ហើយអូរើបន្ទប់នេះចោលហើយដាក់កន្លែងថ្មីដើម្បីចំណេញលុយខ្លះខ្ញុំឲ្យជាងវាយកុំឲ្យបាយទាំងអស់ទុកនៅផ្ទាំងស្រួលយកមករៀបធ្វើជាដើរមែនតែនទៅកន្លែងនឹងបន្ទប់ទឹកចាស់បងអត់ចង់ឲ្យយកទៅដាក់ខ្លាចធំក្លិនប៉ុន្តែអាស្រ័យលើយើងរៀបចំនឹងសម្អាតទេដាក់ជើងទៅសបោះសម្អាតកន្លែងរួចរកអ្នកចិត្តខាងលើកចូលម្ដងទៀតពួកគាត់ថាមិនដាក់នៅខាងមុខនឹងទៅស្រួលតែខ្ញុំចង់ដាក់នៅខាងក្រោយឲ្យឆ្លាស់ណាមួយមានដើមជពូដើមទៀបអមអត់សូវក្តៅម្យ៉ាងទៀតខ្ញុំអ្នកបោកគក់អញ្ចឹងចង់ទុកខាងមុខឲ្យមានកន្លែងវាលសម្រាប់ហាលខោអាវទោះបីខ្ញុំមានផ្ទៃពោះតែមុខរបរបើគក់នៅដំណើរការធម្មតាហើយនៅតែប្រើសាប៊ូប្រេនល្អសម្រាប់អតិថិជនសាប៊ូបោកកៅអៅប្រេនល្អប្រើជាប់ចិត្តហ្មងកុំចាត់ក្លិនកុំចាត់កៅអៅបានល្អមែនតើមានទាំងសាប៊ូនិងទឹកក្អូបជួយឲ្យកៅអៅក្អូបជាប់ពេញមួយសប្តាហ៍ហ្មងមានច្រើនចំណុះអាកដង10លីត្រ20លីត្រនេះប្រើសម្រាប់ផ្ទះសនៈរីសតឬក៏ស្ថានភាពតូចធំចំណេញសាប៊ូល្អជាផលិតផលរបស់ខ្មែរមានរូបមន្តមកពីប្រទេសកូរ៉េល្អទាំងគុណភាពល្អទាំងតម្លៃដាក់កញ្ចុះនេះខ្ញុំអត់បានប៉ះសូម្បីតែមិនតិចបានត្រឹមតែប្រាប់ជាងពីអ្វីដែលចង់បានទេពួកអីម៉ែឲ្យទៅចិត្តកុំចង់ឲ្យទៅចិត្តផងគាត់ខ្លាចខ្ញុំដើរកលាច់ដួលបានតែឈរមើលពីចម្ងាយនេះជាងបន្ទប់ទឹកខ្ញុំយកមកដាក់ធ្វើជាដើរចូលហើយនឹងជាដើរឡើងកញ្ចុះដាក់អញ្ចឹងចំណេញអត់សូវខាតស៊ីម៉ងជីកកប់ពាក់កណ្ដាលហើយបៀកស៊ីម៉ងផ្ចិតតាមរុនឥដ្ឋកុំឲ្យមានសត្វល្អិតចូលទៅនៅកញ្ចុះខ្ញុំហាយបាន 90% ហើយនៅសល់ 10% ទៀតរៀបចំដាក់តាំងលម្អតាមក្រោយជាងមកជួយរៀបចំធ្វើកញ្ចុះគាត់នាំគ្រួសារមកធ្វើទាំងអស់គ្នាមកមានប្រពន្ធនិងកូនទូចម្នាក់មើលទៅទោះបីហត់កាយមែនតែមានក្តីសុខផ្លូវចិត្តតែគ្រួសារបានរស់នៅជុំគ្នានេះថ្ងៃចុងក្រោយហើយក៏រៀបចំធ្វើមីហឹលជូនពួកគាត់ពិសាមុនទៅផ្ទះវិញមែនតែនទៅមានឲ្យគាត់ពិសាសម្រន់រហូតនឹងជួនកាលបាញ់ឆាវជួនកាលនំកញ្ចក់គ្រាន់ថាអត់បានធ្វើឲ្យផ្ទាល់ដៃទេពួកឯងខ្ញុំទៅបរិញ្ញាបត្រពេលថ្ងៃអញ្ចឹងអត់សូវមានពេលនៅផ្ទះបានតែទិញស្រាប់ឲ្យគាត់ថ្ងៃនេះពេលតន័យអត់ទៅបរិញ្ញាក៏រៀបចំធ្វើពិសាជាមួយគាត់បានម្ដងម៉ាក់ប៉ាខំធ្វើការបែកញើសក៏ខៀនអ្នកធ្វើម្ហូបក៏ខំរៀបចំញាប់ដៃញាប់ជើងណែតែក្មេងៗវិញលេងហត់មកសុំទៅដោះគោញ៉ាំបដ ாய் ក្មួយខ្ញុំដឹងពេលឡាព្រោះគាត់ញ៉ាំទៅដោះគោអូស្ត្រាលីអូន A2 ប្រចាំថ្ងៃហ្មងអូស្ត្រាលីអូន A2 ជាទៅដោះគោស្រស់សតមកពីប្រទេសអូស្ត្រាលីញ៉ាំហើយអត់ធ្វើឲ្យក្តៀនឬក៏រាកទេព្រោះផ្សំឡើងពីប្រូតេអ៊ីន A2 សតវីតាមីននិងកាល់ស្យូមញ៉ាំហើយជួយឲ្យមានកម្លាំងបញ្ញាឆ្លាតវៃលះលហួនហើយជួយដល់ប្រព័ន្ធរំលាយអាហារកុមារឲ្យដំណើរការបានល្អទៀតកុមារអាយុចាប់ពី1ឆ្នាំឡើងញ៉ាំបានម៉ាក់អាចជ្រើសរើសទៅដោះគោអូស្ត្រាលីអូន A2 សម្រាប់កូនញ៉ាំប្រចាំថ្ងៃបានធ្វើមីហឹលហូបគ្នាច្រើនអត់មានឆ្នាំងគ្រប់អាចសាកវិធីនេះដាំទឹកឲ្យល្មមបរិមាណមីកុំទាន់បង់គ្រឿងទឹកពុះយកទឹកនឹងស្រុះមីឲ្យហើយសិនចាំដាក់បង់គ្រឿងមីហឹលតែម្ដងអាចថែមថយគ្រឿងស្ករប៊ីចេងទឹកត្រីតាមចំណង់ចំណូលចិត្តសាច់មានប្រហិតនិងសាច់គោចង់ដាក់បកាឲ្យគាត់ដែរប៉ុន្តែខ្ញុំចាញ់បកាគ្រាន់តែឃើញពិបាកក្នុងខ្លួនបាត់ហើយខ្ញុំដាក់ឲ្យគាត់អត់កើតទេគ្រាន់តែស្រូបទឹកស៊ុបប៉ុណ្ណឹងហើយជាការស្រេចអាចញ៉ាំបានហ្មងតែរៀបចំហូបនៅខាងក្រៅសិនអត់តាន់ឡើងកញ្ចុះស៊ីម៉ងទៅនៅថ្មីឡើងទៅលបអស់ចាប់បដ ாய் បើពូជាងនឹងគ្រួសារគាត់អត់សូវហ៊ានទេតែខ្ញុំថាអត់អីទេខ្ញុំខំធ្វើសម្រាប់ពូហើយបើអត់ហូបខ្ញុំយកទៅណាវិញអញ្ចឹងបានគាត់ព្រមហូបហើយហូបបានច្រើនមែនតែនតោះបងប្អូនអញ្ជើញពិសាមីហឹលជាមួយខ្ញុំទាំងអស់គ្នា